កុំតាន់ឲ្យលុយកូនចាយបើមិនតាន់បានបង្រៀនវិធីទាំងនេះជំរាបសួរពុកម៉ែទាំងអស់គ្នាការបណ្ដោយឲ្យកូនចាយលុយតាមចិត្តដោយមិនបានបង្រៀនឲ្យស្គាល់តម្លៃលុយគឺជាកំហុសហិរញ្ញវត្ថុមួយថ្ងៃនេះខ្ញុំមានវិធីងាយៗមកចែករំលែកគឺប្រព័ន្ធក្រឡទាំង3ពេលពុកម៉ែឲ្យលុយចាយប្រចាំថ្ងៃឬឲ្យលុយរង្វាន់ដល់កូនគួរណែនាំឲ្យគេបែងចែកលុយនោះជា3ផ្នែកដាក់ក្នុងក្រឡផ្សេងគ្នាក្រឡទី1គឺសម្រាប់ចាយទុកទិញចំណីអាហារឬរបស់លេងតូចៗដែលគេចង់បានភ្លាមក្រឡទី2គឺសម្រាប់សន្សំទុកទិញរបស់ធំៗនាពេលខាងមុខដូចជាកង់ឬកាបូបស្អាតក្រឡទី3គឺសម្រាប់ចែករំលែកទុកសម្រាប់ធ្វើបុណ្យជួយអ្នកក្រខ្សត់ឬទិញកាដូជូនអ្នកដទៃវិធីងាយៗនេះនឹងជួយឲ្យកូនចេះចាត់ចែងលុយកាក់ចេះអត់ធ្មត់និងមានចិត្តសប្បុរសតាំងពីក្មេងសាកល្បងអនុវត្តជាមួយកូនទាំងអស់គ្នាណាអរគុណសម្រាប់ការតាមដានស្ដាប់របស់លោកអ្នកជួបគ្នានៅភាគក្រោយទៀត First Finance ដៃគូដំណោះស្រាយហិរញ្ញវត្ថុផ្នែកលំនៅឋាន